អ្នកវិទ្យាសាស្ត្របានរកឃើញអាងស្តុកទឹកក្រោមដីដ៏ធំមួយដែលលាក់ខ្លួននៅជម្រៅ700គីឡូម៉ែត្រនៅក្រោមផ្ទៃផែនដីអ្នកវិទ្យាសាស្ត្របានរកឃើញអាងស្តុកទឹកដ៏ធំសម្បើមមួយដែលស្ថិតនៅក្រោមផ្ទៃផែនដីប្រមាណ700គីឡូម៉ែត្រការរកឃើញថ្មីនេះបានបង្ហាញឲ្យឃើញថាអាងទឹកក្រោមដីនេះមានទំហំធំជាងមហាសមុទ្រទាំងអស់នៅលើផ្ទៃផែនដីដល់ទៅ3ដងទោះជាយ៉ាងណាក៏ដោយអាងទឹកក្រោមដីនេះគឺខុសពីអ្វីដែលយើងធ្លាប់គិតថាជាមហាសមុទ្រជំនួសឲ្យទឹកដែលមានសភាពរាវអាងទឹកក្រោមដីនេះគឺមានទឹកដែលត្រូវបានបង្កប់នៅក្នុងរចនាសម្ព័ន្ធគ្រីស្តាល់របស់រ៉ែពណ៌ខៀវមួយដែលមានឈ្មោះថា Ringwood Dye ក្រុមស្រាវជ្រាវដែលដឹកនាំដោយអ្នកភូមិសាស្ត្ររូបវិទ្យាលោក Steven Jacobson បានប្រើប្រាស់ទិន្នន័យរលក seismic ដែលការរញ្ជួយដីរាប់ពាន់ដងដើម្បីលាតត្រដាងអាងស្តុកទឹកសម្ងាត់នេះលក្ខណៈពិសេសដែលកំណត់អាងទឹកក្រោមដីនេះគឺទម្រង់ទឹកដែលបានប្រែក្លាយជាគ្រីស្តាល់ហើយត្រូវបានចាក់សោនៅក្នុងរចនាសម្ព័ន្ធម៉ូលេគុលរបស់រ៉ែ Ringwood Dye ទម្រង់នៃការស្តុកទឹកដ៏ប្លែកនេះបានធ្វើឲ្យមានការជំទាស់ទៅនឹងទ្រឹស្ដីមុនតាក់ទងនឹងអាងស្តុកទឹករបស់ផែនដីការរកឃើញថ្មីនេះបានបង្ហាញឲ្យឃើញថាអាងទឹកក្រោមដីនេះមានទំហំធំជាងមហាសមុទ្រទាំងអស់នៅលើផ្ទៃផែនដីដល់ទៅ3ដងទោះជាយ៉ាងណាក៏ដោយអាងទឹកក្រោមដីនេះគឺខុសពីអ្វីដែលយើងធ្លាប់គិតថាជាមហាសមុទ្រជំនួសឲ្យទឹកដែលមានសភាពរាវអាងទឹកក្រោមដីនេះគឺមានទឹកដែលត្រូវបានបង្កប់នៅក្នុងរចនាសម្ព័ន្ធគ្រីស្តាល់របស់រ៉ែពណ៌ខៀវមួយដែលមានឈ្មោះថា Ringwood Dyeក្រុមស្រាវជ្រាវដែលដឹកនាំដោយអ្នកភូមិសាស្ត្ររូបវិទ្យាលោក Steven Jacobson បានប្រើប្រាស់ទិន្នន័យរលក seismic ដែលការរញ្ជួយដីរាប់ពាន់ដងដើម្បីលាតត្រដាងអាងស្តុកទឹកសម្ងាត់នេះលក្ខណៈពិសេសដែលកំណត់អាងទឹកក្រោមដីនេះគឺទម្រង់ទឹកដែលបានប្រែក្លាយជាគ្រីស្តាល់ហើយត្រូវបានចាក់សោនៅក្នុងរចនាសម្ព័ន្ធម៉ូលេគុលរបស់រ៉ែ Ringwood Dye ទម្រង់នៃការស្តុកទឹកដ៏ប្លែកនេះបានធ្វើឲ្យមានការជំទាស់ទៅនឹងទ្រឹស្ដីមុនតាក់ទងនឹងអាងស្តុកទឹករបស់ផែនដីការរកឃើញនេះអាចនឹងផ្លាស់ប្ដូរការយល់ដឹងរបស់យើងអំពីវដ្តទឹករបស់ផែនដីក្រុមការងាររបស់លោក Jacobson បានធ្វើការវិភាគរបស់ពួកគេដោយប្រើប្រាស់ឧបករណ៍វាស់រលក seismic ប្រមាណ 2,000 កន្លែងនៅទូទាំងសហរដ្ឋអាមេរិកដើម្បីតាមដានរលក seismic ដោយកើយចេញពីការរញ្ជួយដីប្រហែល500ដងពួកគេបានសិក្សាពីរបៀបដែលរលកទាំងនេះធ្វើដំណើរឆ្លងកាត់ផែនដីហើយបានរកឃើញថ្មដែលមានសារធាតុទឹកច្រើននៅជ្រៅក្រោមផ្ទៃដីទោះជាអាងទឹកនេះមិនមែនជាមហាសមុទ្រតាមន័យទូទៅក៏ដោយក៏វាមានសារៈសំខាន់ខ្លាំងណាស់អ្នកវិទ្យាសាស្ត្រជឿថាទឹកដែលលាក់កំបាំងនេះអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាលំនឹងមហាសមុទ្រនៅលើផ្ទៃដីដោយការគ្រប់គ្រងវដ្តទឹកសរុបរបស់ផែនដីការស្រាវជ្រាវបន្ថែមទៀតនឹងបញ្ជាក់ឲ្យកាន់តែច្បាស់អំពីរបៀបដែលទឹកធ្វើចលនាឆ្លងកាត់ស្រទាប់ផែនដីនិងផលប៉ះពាល់ដល់ទូលំទូលាយរបស់វា